សូមគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ពូណាត់ដំណើររឿងពិតទាំងអស់គ្នាហើយថ្ងៃនេះដែរខ្ញុំមានសាច់រឿងពិតរបស់ប្អូនប្រុសម្នាក់ឈ្មោះថាភក្តីជាអ្នករស់នៅខេត្តកំពង់ស្ពឺបងប្អូនគាត់បានចែករំលែករឿងរន្ធត់នេះមិត្តភក្តិសម្លាញ់របស់គាត់ហ្នឹងបានមកលេងឬក៏មកលងនៅឯផ្ទះនៅឯស្រុកកំណើតរបស់គាត់ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់អញ្ចឹងបងប្អូនហើយគាត់បានលងបន្លាចដើរមកតាមភូមិសួររកម្ដាយឪពុករបស់គាត់ចឹងស្ដាប់ម្ដងត្រង់នេះប្រហែលជាបងប្អូនចង់ដឹងថាសាច់រឿងរបស់ប្អូនភក្តីទៅជាណាកុំភ្លេចស្ដាប់រឿងពេញជាមួយនឹងខ្ញុំក៏ប៉ុន្តែមុននឹងស្ដាប់រឿងនេះដែរខ្ញុំចង់និយាយបន្តិចបងប្អូនកាលពីវីដេអូមុនណាវីដេអូដូចជាវីដេអូព្រាយតាមបងប្អូនកំឡុងពេលហ្នឹងខ្ញុំថតម៉ោង12យប់ស្រាប់តែពេលហ្នឹងឆ្កែលូខ្លាំងមែនទែនហើយឆ្កែលូអញ្ចឹងទៅស្រាប់តែពេលហ្នឹងបងប្អូនដបូលផ្ទះរបស់ខ្ញុំឮសលេងពីរដងឮសលេងផាំងបន្ទាប់មកទៀតឮសលេងផាំងឮមួយផ្លែតពីរដងខ្ញុំពេលហ្នឹងអារម្មណ៍ចាប់ផ្ដើមនិយាយអារម្មណ៍អត់មូលទេបងប្អូនរបៀបថានិយាយមកហាក់បីដូចជាមានមនុស្សដែលឈរឬក៏អង្គុយមើលខ្ញុំផ្ទាល់ពងសម្រាយឬក៏ពងនិយាយឲ្យបងប្អូនស្ដាប់អញ្ចឹងពេលហ្នឹងម៉ោង12យប់ខ្ញុំពេលហ្នឹងខ្ញុំនិយាយព្រួយច្បល់ខ្ញាក់មួយពេលហ្នឹងខ្ញុំនិយាយបែកអារម្មណ៍បណ្ដោយអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយោគយល់អញ្ចឹងណាអញ្ចឹងកុំឲ្យបែកអូហូទៅស្ទឹងវិលមកកាន់សាច់រឿងរបស់បងប្អូនភក្តីវិញបងប្អូនភក្តីបាននិយាយរៀបរាប់រឿងនេះមកកាន់ខ្ញុំកំឡុងឆ្នាំ2025គាត់បាននិយាយថាកំឡុងឆ្នាំ2025ហ្នឹងមិត្តភក្តិរបស់បងភក្តីហ្នឹងធ្វើការនៅឯខេត្តកណ្ដាលអញនិយាយថាស្អាងកោះធំបងប្អូនកំឡុងពេលហ្នឹងបងភក្តីនិយាយថាអញ្ចឹងជារដូវចូលឆ្នាំអញ្ចឹងពេលហ្នឹងរោងចក្ររបស់មិត្តភក្តិរបស់បងភក្តីនេះអញ្ចឹងខ្ញុំសូមហៅថាបងប្រុសម្នាក់ហ្នឹងដាក់ឈ្មោះថាបងអេទៅចុះរោងចក្របងអេហ្នឹងបានជប់លៀងរបៀបថាបងប្អូនកម្មការនីរោងចក្រអញ្ចឹងគាត់ជប់លៀងដើម្បីទៅលេងស្រុកកំណើតដើម្បីបែកគ្នារយៈពេលមួយអាទិត្យអញ្ចឹងពេលហ្នឹងបងអេហ្នឹងក៏បានតាក់ទងមកកាន់បងភក្តីថាអញ្ចឹងឥឡូវអាក្តីចូលឆ្នាំហ្នឹងជួបគ្នាវើយរបៀបថាជួបជុំគ្នាផឹកស៊ីអីអញ្ចឹងទៅមានកម្រងទៅរអីយកមកខ្លែមដូចជាពុះដូចជាអីអញ្ចឹងណាអញ្ចឹងពេលហ្នឹងបងភក្តីនេះក៏បាននិយាយជាច្រើននិយាយជាមួយនឹងបងអេហ្នឹងនិយាយថាឲ្យមកទៅចាំអញកាប់មន់កាប់ទាឲ្យអញស៊ីឬក៏ខ្លែមអីអញ្ចឹងបងប្អូនស្រាប់តែរហូតដល់ថ្ងៃទី11ហ្នឹងបងអេហ្នឹងគាត់បានរៀបចំកៅអៅអស់ហើយដើម្បីរៀបចំថាមកខេត្តកំពង់ស្ពឺហ្នឹងដើម្បីមកលេងស្រុកកំណើតនឹងឯងកំឡុងពេលហ្នឹងស្រាប់តែបងអេនេះគាត់ក៏បានរៀបចំឲ្យបានអស់ហើយប៉ុន្តែបងអេហ្នឹងមានមិត្តភក្តិម្នាក់ទៀតតែធ្វើការរោងចក្រជាមួយនឹងគ្នាអញ្ចឹងណាក៏បបួលបងអេហ្នឹងថាអញ្ចឹងឲ្យទៅដើរលេងវត្តvới anh nàyអត់គេវាយក្អម2ថ្ងៃគេលេងរបៀបថាពលរដ្ឋកូនកំមុំតាមវត្តអីអញ្ចឹងទៅស្រាប់តែពេលហ្នឹងបងប្អូនស្រាប់ពេលហ្នឹងបងអេហ្នឹងគាត់ក៏បាននិយាយថាចេះចាំមើលអញទៅលេងជាមួយអញផ្លែតអញ្ចឹងអញចិត្តអញទៅផ្ទះដែរទៅស្រុកកំណើតអីអញ្ចឹងទៅអញ្ចឹងកំឡុងពេលហ្នឹងបងអេហ្នឹងក៏បានរៀបចំកៅអៅរួចអស់ហើយគាត់ក៏ទុកកៅអៅហ្នឹងវិញហើយក៏ជិះម៉ូតូ Excenter របស់គាត់ហ្នឹងជិះធ្វើដំណើរទៅលេងនៅឯវត្តមួយកន្លែងហ្នឹងទៅអញ្ចឹងពេលដែលជិះទៅលេងនៅវត្តមួយកន្លែងហ្នឹងបងអេហ្នឹងគាត់អ្នកដប់ឯងពេលដែលពីដំបងឡើយអញ្ចឹងបងប្អូនប៉ុន្តែពេលដែលម៉ោង3នេះម៉ោង3បងអេគាត់ត្រូវត្រឡប់ទៅស្រុកកំណើតរបស់គាត់អញ្ចឹងទៅគាត់ក៏សុំមិត្តភក្តិរបស់គាត់ហ្នឹងថាមកមុនប៉ុន្តែមិត្តភក្តិរបស់គាត់ដែលស្គាល់គ្នារោងចក្រហ្នឹងក៏ជិះម៉ូតូមកជាមួយនឹងគ្នានឹងឯងក៏ប៉ុន្តែមិត្តភក្តិរបស់បងអេហ្នឹងគាត់សុំរបៀបថាសុំបើកម៉ូតូហ្នឹងជិះម៉ូតូហ្នឹងអញ្ចឹងដោយសារតែម៉ូតូធំ Excenter ហ្នឹងមិត្តភក្តិរបស់បងអេហ្នឹងគាត់ចង់ជិះចង់សាកកម្លាំងម៉ូតូអីចឹងទៅស្រាប់តែគាត់ជិះមកវិញដើម្បីមកបន្ទប់ជួលរបស់គាត់ហ្នឹងគាត់ជិះរបៀបថាចេះបងប្អូនគាត់ជិះម៉ូតូមកស្ដាំដៃរបស់គាត់អញ្ចឹងស្រាប់តែមានឡានមួយគ្រឿងហ្នឹងប៉ាជែងគ្នាមកចូលមកប្រកាន់ដៃស្ដាំរបស់បងអេនេះស្រាប់តែពេលហ្នឹងក៏បានបងអេហ្នឹងមិត្តភក្តិបងអេហ្នឹងក៏បានជិះម៉ូតូកិច្ចអញ្ចឹងទៅក៏បុកធុងទាំងពៅស្លាប់អញ្ចឹងទៅបន្ទាប់ពេលដែលបងភក្តីហ្នឹងគាត់បានដឹងដំណឹងថាមិត្តភក្តិរបស់គាត់ឈ្មោះថាបងអេហ្នឹងបានរងគ្រោះថ្នាក់ចរាចរណ៍ស្លាប់នៅឯខេត្តកណ្ដាលបុកធុងទាំងពៅស្លាប់អញ្ចឹងទៅអញ្ចឹងបងអេហ្នឹងក៏បានបបួលគ្នាគាត់នេះមិត្តភក្តិជិតស្និទ្ធរបស់ដើម្បីចូលរួមបុណ្យសពរបស់មិត្តភក្តិរបស់គាត់នឹងឯងស្ដាប់ដល់ត្រង់នេះបងប្អូនប្រហែលឆ្ងល់ថាចេះចុះក្រែងបងអេហ្នឹងគាត់ជាអ្នករស់នៅខេត្តកំពង់ស្ពឺទេហេតុអីបានជាគាត់បូជាសាកសពបងអេនៅឯខេត្តកណ្ដាលវិញដើមតងគឺបែបនេះ
ឪពុករបស់គាត់ហ្នឹងជាអ្នកខេត្តកណ្ដាលអញ្ចឹងបានយកម្ដាយឬក៏ស្រឡាញ់គ្នារៀបការជាមួយនឹងម្ដាយប្អូនអេហ្នឹងនៅឯខេត្តកំពង់ស្ពឺបងប្អូនអញ្ចឹងហើយគាត់ក៏បូជានៅឯផ្ទះយាយតារបស់គាត់នៅឯខេត្តកណ្ដាលហ្នឹងទៅអញ្ចឹងបន្ទាប់ពេលដែលប្អូនភក្តីបានចូលរួមបុណ្យសពគ្រប់អស់របស់សពរបស់ប្អូនអេអញ្ចឹងទៅប្អូនភក្តីហ្នឹងក៏ប្របួលមិត្តភក្តិរបស់គាត់ហ្នឹងឡើងមកឯខេត្តកំពង់ស្ពឺវិញទៅអញ្ចឹងបន្ទាប់ពេលដែលគាត់មកដល់ខេត្តកំពង់ស្ពឺគាត់ក៏មានការជួបជុំជាមួយនឹងមិត្តភក្តិគាត់ដែលទើបតែមកពីខ្លះមកពីទីក្រុងភ្នំពេញខ្លះក៏មកពីខេត្តផ្សេងៗអញ្ចឹងទៅគាត់ក៏បានជួបជុំគ្នាផឹកស៊ីនៅឯមុខផ្ទះរបស់គាត់និយាយថាមុខផ្ទះរបស់គាត់ហ្នឹងមានកញ្ចុះមានអីអង្គុយលេងសម្រាប់ទទួលភ្ញៀវអញ្ចឹងបងប្អូនអញ្ចឹងពេលហ្នឹងអូនភក្តីនេះគាត់ក៏បាននិយាយថាផឹកស៊ីហ្នឹងគាត់ក៏បានច្រូចស្រាអញ្ចឹងណាថាចេះអេបើសិនជាឯងនៅនឹកនាពួកអញឬក៏អីនេះឯងមកលេងពួកអញមកយប់ហ្នឹងមកលេងក៏បានដែរចាំអញច្រូចស្រាឲ្យឯងដោយសារតែឯងហ្នឹងមិត្តសម្លាញ់របស់អញតាំងពីក្មេងៗមកអញ្ចឹងទៅអញ្ចឹងពេលហ្នឹងប្អូនភក្តីហ្នឹងគាត់ក៏ពុំបានចាប់អារម្មណ៍សម្ដីរបស់គាត់ហ្នឹងដែរដោយសារតែគាត់គិតថាប្អូនអេដែលបានស្លាប់ហើយក៏គាត់អញនិយាយថាគាត់មិនជឿឬក៏អបិយជំនឿដែលថាមានខ្មោចមិនអីអញ្ចឹងណាអញ្ចឹងគាត់ក៏ច្រូចស្រាហើយគាត់ក៏បន្តនាំគ្នាផឹកស៊ីរហូតម៉ោង10យប់ហ្នឹងឯងអញ្ចឹងមានមិត្តភ័ក្តិរបស់ប្អូនភក្តីនឹងម្នាក់ដែលនៅភូមិឆ្ងាយបងប្អូនអាចនិយាយថាម្លងភូមិដែលប្អូនភក្តីនឹងនៅអញ្ចឹងប្អូនប្រុសម្នាក់ហ្នឹងគាត់អត់ហ៊ានទៅផ្ទះវិញអញ្ចឹងណាគាត់ក៏ពឹងឲ្យប្អូនភក្តីនេះជូនគាត់ហ្នឹងទៅដប់ទៅផ្ទះអញ្ចឹងទៅអញ្ចឹងពេលហ្នឹងប្អូនភក្តីហ្នឹងគាត់ក៏បានបបួលគ្នារបស់គាត់3នាក់ទៀតអញ្ចឹងទាំងអស់គ្នា4នាក់ជិះម៉ូតូ2គ្រឿងអញ្ចឹងដើម្បីជូនមិត្តភ័ក្តិរបស់ប្អូនប្រុសហ្នឹងដើម្បីជូនទៅដល់ផ្ទះអញ្ចឹងទៅអញ្ចឹងស្រាប់តែគាត់ជិះម៉ូតូតាមផ្លូវនេះគាត់ជិះអញ្ចឹងទៅរបៀបថាដល់ហើយផ្លូវមួយនោះស្ងាត់មែនទែនមានតែមុងខ្មោចមានតែដីដែលគេទុកចោលហ្នឹងបងប្អូនសិតតែព្រៃអញ្ចឹងទៅអញ្ចឹងមានមិត្តភ័ក្តិរបស់ប្អូនម្នាក់ហ្នឹងគាត់បាននិយាយថាចេះចុំអញជិះទៅរៀងហើយខ្នងទៅចាក់ខ្នងសង្ស័យតែអេមកលេងអញ្ចឹងសង្ស័យតែអេមកលេងហ៎អញ្ចឹងពេលហ្នឹងប្អូនភក្តីហ្នឹងគាត់ក៏បានលឺអញ្ចឹងគាត់ងាកមកក្រោយបន្តិចបងប្អូនគាត់ថាហេឯងនិយាយអីចឹងឲ្យពងឲ្យជិះម៉ូតូហើយកន្លែងហ្នឹងស្ងាត់ហើយនិយាយអញ្ចឹងប្រយ័ត្នខុសមាត់ខុសកអីដល់ពេលអញ្ចឹងអូនអេហ្នឹងគាត់ក៏បានងាកនិយាយបន្តិចស្រាប់តែដួលព្រោះម៉ូតូគាត់ហ្នឹងជិះដួលហ្មងបងប្អូនរបៀបថាដូចមានគេជិះរបៀបថាកាច់ម៉ូតូកាច់បដួលម៉ូតូអញ្ចឹងរបៀបអញ្ចឹងពួកគាត់ហ្នឹងដួលកន្លែងស្ងាត់ដែលកន្លែងមុងហ្នឹងឯងដួលម៉ូតូអញ្ចឹងទៅគាត់អត់មានត្រូវលបួយស្ងួនទេគាត់តែដាច់កែងបែកមាត់អីតែប៉ុណ្្នឹងឯងអញ្ចឹងគាត់ក៏លើកម៉ូតូវិញជិះម៉ូតូហ្នឹងទៅផ្ទះរបស់ប្អូនអេហ្នឹងវិញអញ្ចឹងទៅអញ្ចឹងបន្ទាប់ដល់ថ្ងៃស្អែកឡើងគ្នាគាត់មិត្តភ័ក្តិគាត់ប្រហែលអ្នកទៀតហ្នឹងគាត់ក៏ផឹកទៀតណាអញ្ចឹងអញនិយាយថាមិត្តភ័ក្តិរបស់ប្អូនហ្នឹងនាំគ្នាផឹករហូតតែម្ដងអញ្ចឹងបន្ទាប់ពេលដែលគាត់ផឹកស្រាប់តែមេឃភ្លៀងម៉ោង4ល្ងាចហ្នឹងឯងបងប្អូន4អាសីល្ងាចហ្នឹងភ្លៀងខ្លាំងមែនទែនអញ្ចឹងពេលហ្នឹងបងប្អូនដែលមិត្តភ័ក្តិរបស់ប្អូនភក្តីហ្នឹងគាត់ក៏បាននិយាយថាចេះគាត់គិតថាភ្លៀងខ្លាំងហ្នឹងយប់ឡើងពួកឯងទៅរងកែបខ្លែមឬក៏រោពោះអីហ្នឹងពួកគាត់និយាយថាចង់ផ្លាស់ប្ដូរបរិយាកាសអញ្ចឹងណាពួកគាត់បាននិយាយថាគាត់ទៅប្រហែលថ្ងៃហ្នឹងគាត់ហូបតែសាច់គោឬក៏ហូបតែមាន់អញ្ចឹងទៅអញ្ចឹងប៉ុន្តែគាត់ចង់ហូបបែបជាធម្មជាតិបែបស្រុកស្រែអញ្ចឹងបងប្អូនអញ្ចឹងពេលហ្នឹងពួកគាត់ហ្នឹងក៏និយាយត្រូវគ្នាគាត់គិតថាចាំមើលយប់ចាំនាំគ្នាហ្នឹងទៅរកកង្កែបឬក៏រកពស់ឬអីយកមកខ្លែមអញ្ចឹងទៅដោយសារតែគាត់ហាក់ខានហូបយូរអញ្ចឹងណាអញ្ចឹងពួកគាត់នឹងផឹករហូតដល់ម៉ោង7ល្ងាច8យប់អីហ្នឹងស្រាប់តែពេលហ្នឹងគាត់ទៅរកពិលខ្ចីពិលនៅចិត្តខាងហ្នឹងមកដើម្បីទៅរកកង្កែបហ្នឹងឯងអញ្ចឹងទស្សនវិជ្ជាដែលគាត់ទៅរកកង្កែបហ្នឹងខ្ញុំចង់និយាយទស្សនវិជ្ជាបន្តិចបងប្អូនផ្ទះប្អូនភក្តីហ្នឹងនៅឯផ្លូវជាតិអញ្ចឹងអញ្ចឹងគាត់បើចង់ទៅរកកង្កែបហ្នឹងតើតែគាត់ហ្នឹងជិះទៅឯវាលស្រែមកកន្លែងអញនិយាយថាផ្លូវដែលគាត់ត្រូវទៅរកកង្កែបហ្នឹងជិះតាមផ្លូវលំមកកន្លែងបើតាមដែលស្រុកខ្ញុំគេហៅថាផ្លូវភ្លាឬក៏ផ្លូវលំហ្នឹងឯងអញ្ចឹងជិះទៅត្រង់រហូតទៅដើម្បីទៅជម្រាលជើងភ្នំដើម្បីទៅវាលស្រែហ្នឹងឯងអញ្ចឹងពេលហ្នឹងបងអូនភក្តីហ្នឹងគាត់ក៏ទៅជាមួយនឹងមិត្តភក្តិគាត់ទាំងអស់គ្នា4នាក់អញ្ចឹងគាត់ទៅអញ្ចឹងទៅគាត់ជិះម៉ូតូ2គ្រឿងដើម្បីជិះម៉ូតូទៅរកកង្កែបអីរកអីអញ្ចឹងណាប៉ុន្តែស្រាប់តែគាត់ជិះដល់ពាក់កណ្ដាលផ្លូវគាត់របៀបថាលុតម៉ូតូបងប្អូនម៉ូតូនិចរបស់គាត់ហ្នឹងជិះលុតផ្លឹបដេក៏មិនឆេះហើយមើលអាក្បាលមើលស៊ីមើលអីហ្នឹងក៏អត់មានអីដែរ
ចឹងពេលហ្នឹងមើលសាំងក៏អត់អីដែរខ្ញុំស្រាប់តែគាត់កំពុងតែមើលអញ្ចឹងទៅមើលម៉ូតូរបស់គាត់ហ្នឹងស្រាប់តែឃើញស្រមោលមនុស្សម្នាក់នៅឯផ្ទះប្អូនអេហ្នឹងឯងខ្ញុំក៏ភ្លេចបញ្ជាក់ប្រាប់បងប្អូនថាផ្ទះប្អូនអេហ្នឹងក៏នៅជាប់ជម្រាលជើងភ្នំតំបន់ដាច់ស្រយាលវាលស្រែមួយហ្នឹងដែរអញ្ចឹងស្រាប់តែឃើញអូនប្រាក់ក្តីនេះគាត់កំពុងតែមើលម៉ូតូគាត់វាសពិលហ្វាក្បាលយើងហ្នឹងគាត់ទៅវាសមកឃើញអូនអេហ្នឹងកំពុងតែអង្គុយនៅលើគ្រែរបៀបថាស្ពាយសាក់កដោរបស់គាត់អញ្ចឹងបងប្អូនអញ្ចឹងក៏លេចឃើញបងប្រាក់ក្តីហ្នឹងគាត់ក៏បានកេះប្រាប់គ្នាគាត់ថាជាចឹងខ្ញុំសូមដាក់ឈ្មោះប្អូនម្នាក់ទៀតដាក់ឈ្មោះថាប្អូន B ទៅចុះអញ្ចឹងពេលហ្នឹងប្រាក់ក្តីហ្នឹងគាត់ក៏បានឃើញប្អូន A អញ្ចឹងគាត់ក៏បានកេះប្អូន B ហ្នឹងថាណែ B អេឯមើលណាទេអង្គុយលើក្រែហ្នឹងនៅស្អីផ្ទះអា A ណែមើលហើយផ្ទះ A មានពីណាគេនៅបើគេទៅបុនសពអា A អស់ហើយហ្នឹងអញ្ចឹងពេលហ្នឹងគាត់ក៏ប្រចាំងភ្លើងចំទៅបាត់អញ្ចឹងពេលគាត់ប្រចាំងភ្លើងបាត់គាត់ចាប់ផ្ដើមព្រឺសបល់របៀបថាគាត់យ៉ាងនៅក្មេងៗដែរគាត់មិននៅគាត់មិនមែននេះណាគាត់នៅយ៉ាងអាយុទៅតែ22 23ហ្នឹងអញ្ចឹងពេលហ្នឹងគាត់ប្រចាំងទៅបាត់ប៉ុន្តែគាត់អោនមើលម៉ូតូគាត់ទៀតឃើញរបៀបថាយើងមើលអោនមើលក្រោមចេះប៉ុន្តែមើលចុងភ្នែកឃើញដូចមានមនុស្សម្នាក់កំពុងតែអង្គុយឈ្ងោកអីអញ្ចឹងចឹងបងប្អូនប្រាក់ក្តីហ្នឹងគាត់ប្រចាំងទៅចំម្ដងទៀតឃើញច្បាស់ចាស់បងប្អូនឃើញបងប្អូនអេនឹងអង្គុយលើក្រែមុខផ្ទះរបស់គាត់នឹងឯងអញ្ចឹងពេលហ្នឹងពួកគាត់អត់គិតអីច្រើនទេបដៅម៉ូតូបកមកក្រោយរត់តាមផ្លូវកាត់ហ្នឹងចូលតាមប្រឡោះវត្តដើម្បីឡើងមកនៅផ្ទះបងប្អូនអេនឹងវិញទៅអញ្ចឹងស្ទប់ពេលដែលគាត់ជិះម៉ូតូឬក៏រត់មកវិញផ្អើលឈូឆយទៅចាស់ដែលគាត់នៅស្រុកភូមិហ្នឹងគាត់ក៏ឆ្ងល់ថាចុះពួកអា4នាក់នេះអត់ណាវាទៅហេតុរហ័សមកម៉េចជិះម៉ូតូឬក៏រត់មកវិញអញ្ចឹងទៅអញ្ចឹងពេលហ្នឹងបងអេហ្នឹងក៏បងប្រាក់ក្តីហ្នឹងគាត់ក៏បាននិយាយដំណើរដើមតងប្រាប់ទៅកាន់ចាស់ថាខ្មោចអេហ្នឹងមកអង្គុយនៅលើក្រែអីអញ្ចឹងទៅអញ្ចឹងចាស់គាត់ក៏ដឹងអញ្ចឹងទៅគាត់ក៏ប្រាប់ថាចុះពួកឯងទៅជំរាលជើងភ្នំហ្នឹងទៅធ្វើអីគេអញ្ចឹងគាត់ក៏និយាយដំណើរដើមតងថាគាត់នឹងទៅរកពុះរងកែបអីយកមកក្លែមគ្នាគាត់អីអញ្ចឹងណាអញ្ចឹងបន្ទាប់ពេលដែលពួកគាត់វិញពួកគាត់ក៏ងូតទឹកហូបបាយអីចឹងទៅអញ្ចឹងបន្ទាប់ដល់ស្អែកព្រឹកឡើងពួកគាត់នឹងក៏បានយកដំណឹងហ្នឹងខលទៅកាន់ពូមីងដែលជាម្ដាយឪពុករបស់បងអេហ្នឹងអញ្ចឹងគាត់ក៏គិតថាពូមីងហ្នឹងប្រហែលជាគាត់គិតថាអញ្ចេះគាត់ថាព្រលឹងបងអេហ្នឹងប្រហែលជាអាចមកដល់ខេត្តកំពង់ស្ពឺហ្នឹងដោយសារតែមុននឹងគាត់ស្លាប់ហ្នឹងគាត់អេតស្តូរីថាជួបគ្នាថ្ងៃ11អញ្ចឹងណាអញ្ចឹងគាត់ក៏ធ្វើបុណ្យ7ថ្ងៃរួចហ្នឹងគាត់ក៏ត្រឡប់មកស្រុកកំណើតនៅឯខេត្តកំពង់ស្ពឺពូមីងហ្នឹងក៏មកអញ្ចឹងទៅដល់ពេលមកគាត់ក៏អុជធូបនិយាយជាមួយបងប្អូនអេអញ្ចឹងទៅបងប្អូនអញ្ចឹងពេលដែលយប់ឡើងពេលដែលយប់នេះបងប្អូនយប់ហ្នឹងបងអូនអេនេះស្រាប់តែដើរពេញភូមិហ្មងបងប្អូនរបៀបថាស្កែលូឡើងទៅហឹងហ្មងរបៀបថាដើររមិត្តភ័ក្តិរបស់គាត់ដែលចិត្តស្និទ្ធហើយនឹងរឪពុកម្ដាយរបស់គាត់ពួកឪពុកម្ដាយគាត់នៅឯខេត្តកណ្ដាលដើម្បីទៅធ្វើបុណ្យសពគាត់នឹងឯងអញ្ចឹងគាត់ទៅដើរសួរមកផ្ទះទៅមកផ្ទះសួររមិត្តភ័ក្តិគាត់ផងហើយគាត់មិត្តភ័ក្តិដែលចិត្តស្និទ្ធជាងគេគឺបងអូន B បងអូន B ដែលត្រូវជាមិត្តភ័ក្តិបងអូនភក្តីដែរបងភក្តីក៏ស្និទ្ធដូចគ្នាដែរប៉ុន្តែវាថាផ្ទះបងអូន B ហើយនឹងផ្ទះបងអូន A ហ្នឹងផ្ទះនៅជាប់គ្នាអញ្ចឹងណាអញ្ចឹងគាត់ក៏រាប់អានគ្នាតាំងពីក្មេងពីតូចក្រូចឆ្មាមកអញ្ចឹងទៅអញ្ចឹងពេលហ្នឹងគាត់ដើរពេញភូមិពេលណាក៏គេខ្លាចដែរបងប្អូនរបៀបថាគាត់មិនតង់ដឹងថាខ្លួនឯងស្លាប់អញ្ចឹងណាអញ្ចឹងបន្ទាប់ពេលដែលដើរអញ្ចឹងទៅគេគ្រប់គ្នាក៏ពុំហ៊ានចេញពីផ្ទះអញ្ចឹងដែរអញ្ចឹងយប់ហ្នឹងដូចគ្នាដែរស្រាប់តែបងអូនភក្តីហ្នឹងគាត់ក៏បានយល់សប្តិថាអញ្ចឹងគាត់យល់សប្តិថាអញនឹកពួកឯងណាមិត្តភក្តិយើងហេតុអីបានមកលេងស្រុកហ្នឹងអត់មកលេងផ្ទះបងអូនអេអញ្ចឹងណាថាពួកឯងឥឡូវមិនក៏ផ្លែករឹកពីអីអញ្ចឹងចុះអញ្ចឹងទៅហើយបងអូនអេហ្នឹងក៏បាននិយាយទៀតថាក្នុងយល់សប្តិបងអូនភក្តីក៏បាននិយាយទៀតថាគាត់នឹងយកអា B ហ្នឹងទៅនៅមួយដោយសារតែគាត់នឹកអា B ខ្លាំងពេកឬក៏ស្រឡាញ់រាប់អានគ្នាតាំងក្មេងអញ្ចឹងពេលហ្នឹងបងអូនភក្តីហ្នឹងគាត់ក៏បានក្រោកឡើងម៉ោងភ្ញាក់វាថាគាត់ភ្ញាក់ម៉ោងប្រហែលជា4ចិត្តភ្លឺហ្នឹងឯងអញ្ចឹងគាត់ក៏ឈឺនោមឈឺអីហ្នឹងគាត់ក៏សម្រាកវិញអញ្ចឹងទៅអញ្ចឹងព្រឹកឡើងភ្លឺឡើងហ្នឹងគាត់ក៏បានយករឿងហ្នឹងទៅពិភាក្សាជាមួយនឹងបងអូន B ថាអញ្ចឹងថាអា B ជុំវិញអញអាសពឃើញអា A មកយកឯង
ទៅនៅមួយហើយមិនមកអីទៅស្រោចទឹកឲ្យលោកស្រោចទឹកឲ្យហើយនឹងដាក់ខ្សែចង្កេះដាក់អីទៅព្រោះយើងមើលឃើញទេព្រោះមិត្តភ័ក្តិរបស់យើងស្លាប់ហ្នឹងអាចនិយាយថាខ្មោចតៃហោងដែរបងប្អូនរបៀបថាស្លាប់ដោយមិនទាន់អស់ចិត្តណាអញ្ចឹងពេលហ្នឹងប្រាប់ទៅប្អូន B ក៏ពុំជឿដែរដោយសារគាត់គិតថាយល់សពមិនអាចយកចការពិតបានអញ្ចឹងពួកណាមួយពួកគាត់អាចនិយាយថាជា Gen Z របៀបថាពួកគាត់ជាក្មេង សម័យទំនើបហ្នឹងគាត់មិនសូវមានជំនឿឬខ្មោចលងខ្មោចអីអញ្ចឹងណាអញ្ចឹងបន្ទាប់ពេលដែលចូលឆ្នាំរួចអញ្ចឹងទៅពួកគាត់ក៏បែកថ្ងៃគ្នាទៅធ្វើការនៅឯមួយខ្លះទៅធ្វើនៅពេញនៅខ្លះក៏ធ្វើនៅកំពង់សោមនៅខ្លះក៏នៅស្រុកអីអញ្ចឹងទៅប៉ុន្តែប្អូន B នេះគាត់ទៅធ្វើការនៅឯក្រុងបរសៃអនុនៅកំពង់សោមបងប្អូនអញ្ចឹងពេលហ្នឹងប្អូន B ហ្នឹងគាត់ក៏ជិះម៉ូតូទៅកំពង់សោមអញ្ចឹងគាត់ក៏លាគ្នាលាមិត្តភ័ក្តិរបស់គាត់ម៉ែឪបងប្អូនរបស់គាត់ហ្នឹងទៅធ្វើការស្រាប់តែគាត់ជិះម៉ូតូពុំទាន់បានប្រមាណផងគាត់ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់អីអញ្ចឹងណាអញ្ចឹងរឿងអបិយជំនឿនេះបងពេលខ្លះបងប្អូនជឿខ្លះឬក៏មិនជឿខ្លះយើងក៏មិនខាតដែរបងប្អូនយើងស្រោចទឹកដាក់ខ្សែចង្កេះដាក់អីទៅពេលដែលគេយកសពអញ្ចឹងហើយយើងគួរតែមានការប្រុងប្រយ័ត្នការពារភាសាយើងព្យាបាលអញ្ចឹងបងប្អូនអញ្ចឹងបន្ទាប់មកពេលដែលបងអូនប្រុសម្នាក់ហ្នឹងជួបគ្រោះថ្នាក់ចរាចរណ៍ទៀតក៏បានបាត់បង់ជីវិតអញ្ចឹងទៅមិត្តភ័ក្តិអូនអេទាំងអស់គ្នាឬក៏បងប្អូនទាំងអស់គ្នាគាត់ក៏បានបញ្ជូនមកខេត្តកំពង់ស្ពឺដើម្បីធ្វើបុណ្យទានតាមប្រពៃណីជាតិយើងអញ្ចឹងណាក្រោយពីធ្វើបុណ្យបងអូន B រួចអញ្ចឹងទៅបងអូនភក្តីហ្នឹងគាត់ក៏បានយល់សប្តម្ដងទៀតដែរបងប្អូនរបៀបថាគាត់យល់សប្ថាគាត់បានជួបគ្នាហើយមិត្តភ័ក្តិរបស់គាត់អា A អា B ហ្នឹងអាចនិយាយបានថាគាត់ទៅនៅជាមួយនឹងគ្នាដើរលេងជាមួយនឹងគ្នានៅកន្លែងមួយដែលពួកយើងដែលមិនស្គាល់ពុំដឹងពុំទៅដល់អញ្ចឹងណាអញ្ចឹងបងអូនភក្តីពេលហ្នឹងគាត់អាចនិយាយបានថាគាត់រៀងសេដែលបាត់បង់មិត្តភាពរបស់គាត់រហូតទៅដល់2នាក់បងប្អូនសុទ្ធតែជាមិត្តសម្លាញ់របស់គាត់អញ្ចឹងទៅហើយរឿងទាំងអស់នេះក៏ហើយរឿងរបស់បងអូនភក្តីគឺមានតែប៉ុណ្្នឹងបងប្អូនហើយខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនថាអញ្ចេះរឿងទាំងអស់នេះខ្ញុំក៏មិនតម្រូវឲ្យបងប្អូនត្រូវតែជឿដែរបងប្អូនជឿដោយពិចារណាស្ដាប់ជាការកំសាន្តបានដែរបងប្អូនដូចមានខមមិនរបស់បងប្រុសម្នាក់នោះគាត់បាននិយាយថាអញ្ចេះគាត់ថាភូតកុហកនិយាយដូចរឿងនិទានឬក៏ដំណាលហើយចុះរឿងទាំងអស់ដែលគាត់ប្រាប់មកខ្ញុំនេះនឹងមិនមែនរឿងដំណាលទេបងប្អូនពេលខ្លះពាក្យដំណាលមានន័យមិនបងប្អូនដំណាលមានន័យថាដំណើរតគ្នានិទានគឺថានិទានអញ្ចឹងពេលខ្លះបងប្អូនខ្លះគាត់អត់យល់គាត់គិតថាអានេះកុហកអានេះអញ្ចេះចុះបងប្អូនកុំទុកសាច់ពេកយើងស្ដាប់ជាការកំសាន្តស្ដាប់ការកំសាន្តពេលដែលយើងធ្វើការឬក៏បើកបរដំណើរទៅណាទៅណីអញ្ចឹងទៅយើងមិនបាច់ទុកក្នុងចិត្តទេស្ដាប់របៀបថាឈៀលអញ្ចឹងបានហើយយើងមិនចាំបាច់យកជាការពេកនោះទេប៉ុន្តែក៏មិនឲ្យបងប្អូនភ្លេចនោះដែរយើងទៅពេលខ្លះយើងជឿខ្លះមិនជឿខ្លះអបិយជំនឿពេលខ្លះវាត្រូវតែមានចុះបងប្អូនមានឆ្ងល់เลยថាហេតុអីពេលដែលឧទាហរណ៍ថាអញ្ចឹងឧទាហរណ៍ថាពេលដែលយើងឈឺអីមួយដែលមិនដឹងមូលហេតុចុះបងប្អូននិយាយថាមិនជឿនិយាយថាកុហកហេតុអីបងប្អូនសែនឬក៏មានអបិយជំនឿថាខុសមាត់ខុសកពីដូនតាអីអញ្ចឹងទៅអញ្ចឹងដូចខ្ញុំនិយាយអញ្ចឹងពេលខ្លះវាមានដើមតងឬក៏អាចនិយាយបានថាអបិយជំនឿត្រូវតែខ្លះក៏មានដែរវាមិនអត់ទេបងប្អូនអញ្ចឹងសាច់រឿងរបស់បងប្អូនប្រុសភក្តីមានតែប៉ុណ្្នឹងទេជាចុងក្រោយខ្ញុំសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានស្ដាប់តាំងពីដើមរហូតដល់ចប់ហើយបងប្អូនទាំងអស់គ្នាសូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាកុំបើកបរហួសល្បឿនជាពិសេសបងប្អូនឃើញអត់ដូចប្អូនអេអញ្ចឹងគាត់បើកបរម៉ូតូរហូតលឿនគេថាបើតាមដែលគេនិយាយមកគេថាបើកបរលឿនមិនធម្មតាដែរហ្នឹងបងប្អូនរហូតដល់បុកធុងទាំងពៅដែលគេចតចោលអីអញ្ចឹងណាហើយគាត់ក៏មានការលងបន្លាចអីអញ្ចឹងទៅអញ្ចឹងពីខ្ញុំគ្មានច្រើនទេបងប្អូនមានតែប៉ុណ្្នឹងជាចុងក្រោយអរគុណជម្រាបលាបាយបាយ